យន្តហោះ F16 ថៃទម្លាក់គ្រាប់បែកលើឃ្លាំងអុកញ៉ាវងដួងបណ្ដាលឲ្យមានមនុស្សរងរបួស2នាក់ករណីកងកម្លាំងយោធាថៃបន្តឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅព្រឹកថ្ងៃទី18ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែក3គ្រាប់មកលើឃ្លាំងមួយកន្លែងនៅក្រុងប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់លោកអុកញ៉ាវងដួងបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងមានមនុស្សរងរបួសស្រាលចំនួន2នាក់នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនារសៀលថ្ងៃប្រហ័សនេះថានាព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025យន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន3គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជានៅក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបណ្ដាលឲ្យមានការខូចខាតអគារមួយខ្នងដំបូលឃ្លាំងអុកញ៉ាវងដួងផ្នែកខាងត្បូងនិងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រាលចំនួន2នាក់គិតមកដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025ជាថ្ងៃទី12ហើយដែលភាគីថៃនៅតែបន្តរំលោភបទចម្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ដុល្លារឆ្នាំ2025នៅថ្ងៃទី18ខែធ្នូយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រភ្នំខ្មោចនៅវេលាម៉ោង 9:51 នាទីនិងម៉ោង 10:07 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រពាក់ស្បែកខេត្តព្រះវិហារ